នៅពេលដែលគាត់ប្រើប្រាស់ថ្នាំប្រភេទថ្នាំសរសៃហ្នឹងទៅគាត់នឹងមានអារម្មណ៍ថាបាយបានគាត់គេងលក់ស្រួលគាត់បាត់ឈឺចាប់ផ្ទុយទៅវិញគាត់នឹងរងជួបនៅផលវិបាកជាច្រើនដែលអាចកើតមានកំឡុងពេលដែលគាត់ប្រើប្រាស់លក្ខណៈយូរអង្វែងបាទបងប្អូនទាំងគ្នាសម្រាប់ថ្ងៃនេះខ្ញុំសូមនិយាយរឿងឲ្យចំបន្តិចអំពីនៅពេលដែលចាស់គាត់មានបញ្ហាឈឺសន្លាក់មិនថាកញ្ញាំដៃកញ្ញាំជើងកដៃកជើងជង្គង់គល់ចង្កេះឬមួយក៏កញ្ចឹងកទេគាត់ចូលចិត្តប្រើប្រាស់ថ្នាំសរសៃដែលយើងនិយាយថាជាប្រភេទថ្នាំដែលចូលរួមនៅក្នុងការកាត់បន្ថយការឈឺចាប់បានលឿនប៉ុន្តែថ្ងៃនេះខ្ញុំសូមយករឿងនេះយកមកបកស្រាយតាក់ទងជាមួយនឹងផលវិបាកតើបើសិនជាអ៊ំពូមីងយាយតាទាំងអស់គ្នាបន្តប្រើប្រាស់ថ្នាំដែលយើងទិញតគ្នាឬមួយក៏ជាថ្នាំដែលយើងប្រើសម្រាប់បន្ថយការឈឺចាប់មកពេលនោះតើវាពិតជាមានអត្ថប្រយោជន៍ដល់អ្នកទាំងអស់គ្នាមែនដែរឬមួយក៏អត់នៅពេលដែលគាត់ប្រើប្រាស់ថ្នាំប្រភេទថ្នាំសរសៃហ្នឹងទៅគាត់នឹងមានអារម្មណ៍ថាបាយបានគាត់គេងលក់ស្រួលគាត់បាត់ឈឺចាប់ផ្ទុយទៅវិញគាត់នឹងរងជួបនៅផលវិបាកជាច្រើនដែលអាចកើតមានកំឡុងពេលដែលគាត់ប្រើប្រាស់លក្ខណៈយូរអង្វែងតោះអញ្ចឹងបងប្អូនស្ដាប់ទាំងអស់គ្នាថាតើផលវិបាកនៃជំងឺដែលពេលដែលយើងប្រើប្រាស់ថ្នាំសរសៃយូរវាអាចនឹងជួបរឿងរ៉ាវអ្វីខ្លះក្នុងនោះផលវិបាករបស់យើងខ្ញុំសូមលើកត្រឹមតែ6ចំណុចដែលជាបញ្ហាមួយខ្លីខ្លឹមហើយល្អសម្រាប់ការគិតទី1ធ្វើឲ្យអ្នកជំងឺងាយនឹងឡើងសម្ពាធឈាមទី2ប្រឈមមុខជាមួយនឹងការកើតនិងវិវត្តទៅរកទម្រង់នៃជំងឺទឹកនោមផ្អែមទី3ងាយនឹងខ្សោយក្រពេញនៅលើតម្រងនោមដែលជាក្រពេញមួយសម្រាប់ដំណើរការនៃជីវិតរបស់យើងទី4ប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហារធ្វើឲ្យអ្នកជំងឺងាយរងនឹងផលវិបាករលាកនិងដំបៅក្រពះទី5ប៉ះពាល់ទៅលើឆ្អឹងធ្វើឲ្យឆ្អឹងងាយផុយប្រឈមមុខជាមួយនឹងការបាក់ដែលឯងឬមួយក៏ការប៉ះទង្គិចក្នុងកម្រិតតិចតួចស្រាប់តែគាត់អាចបាក់ជាពិសេសគឺផ្នែកឆ្អឹងវែងឬក៏ម្ដុំនៃគេហៅថាក្បាលឆ្អឹងភ្លៅទី6ប៉ះពាល់ទៅលើស្បែកយូរសង្កេតឃើញចាប់អារម្មណ៍ជាងគេតែម្ដងដោយសារតែស្បែកអ្នកជំងឺងាយប្រឈមមុខជាមួយនឹងស្នាមជាំនៅពេលដែលមានការប៉ះទង្គិចឬក៏ស្នាមនៅលើស្បែករបស់គាត់គឺលក្ខណៈផុយដែលយើងអាចនិយាយបានថានៅពេលដែលមានរបួសស្នាមអីគឺការដេរនិងការជាសះស្បើយរបស់គាត់គឺយឺតមែនទែនគិតទាំងអស់គ្នាថានៅពេលដែលយើងមានជំងឺរ៉ាំរ៉ៃទៅលើសន្លាក់ណាមួយកុំផ្ដោតទៅលើតែការលើសជាតិអាស៊ីតហើយនៅពេលដែលយើងមានជំងឺសន្លាក់រ៉ាំរ៉ៃណាមួយយើងគួរតែស្វែងរកថាតើយើងពិតជាឈឺជំងឺណាមួយឲ្យពិតប្រាកដព្រោះបច្ចេកទេសថ្មីឥឡូវនេះគឺជួយសម្រាលការឈឺចាប់របស់បងប្អូនទាំងអស់គ្នាបានច្រើនមែនទែនមិនថាជាគង់មិនថាជាកេះមិនថាជំងឺតាក់ទងមួយសន្លាក់ដៃជើងកញ្ញាំដៃកញ្ញាំជើងឬមួយក៏ជំងឺផ្សេងដទៃទៀតទេសូមស្វែងរកការព្យាបាលមួយដ៏ត្រឹមត្រូវដើម្បីកាត់បន្ថយរាល់ផលវិបាកទាំងឡាយដែលយើងនឹងជួបនៅពេលដែលយើងប្រើប្រាស់ដោយមិនមានវេជ្ជបញ្ជាអរគុណច្រើន